សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកអ្នកនរគ្នាទាក់ទិនជាមួយនឹងមូលដ្ឋានគ្រឹះគណនេយ្យហ្នឹងទាក់ទិនជាមួយនឹងបញ្ជីគណនេយ្យបាទគឺ Keeping ចឹងសម្រាប់បញ្ជីគណនេយ្យនេះវាដើរតួនាទីយ៉ាងសំខាន់ទាក់ទិនជាមួយនឹងការកត់ត្រាប្រវត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងចូលទៅក្នុងសៀវភៅបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវបាទអញ្ចឹងខ្ញុំនឹងធ្វើការចែករំលែកដល់គ្នាបាទទាក់ទិនជាមួយនឹងបញ្ជីគណនេយ្យនឹងបាទអញ្ចឹងសម្រាប់បញ្ជីគណនេយ្យហ្នឹងដោយតែខ្ញុំបាននិយាយមុននឹងបន្តិចហ្នឹងថាវាគឺជាការកត់ត្រាប្រវត្តិការហិរញ្ញវត្ថុហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យបាទឲ្យបានត្រឹមត្រូវអញ្ចឹងទាក់ទិនជាមួយនឹងដំណើរការគណនេយ្យដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនគឺវាមានជា process សម្រាប់ការរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុនឹងបាទអញ្ចឹងមុននឹងបន្តចូលដល់បញ្ជីគណនេយ្យនេះខ្ញុំសូមធ្វើការរំលឹកអ្នកនរឡើងវិញបន្តិចទាក់ទិនជាមួយនឹងដំណើរការគណនេយ្យនឹងបាទអញ្ចឹងសម្រាប់ដំណើរការគណនេយ្យដោយដែលអ្នកគ្នាបានដឹងនៅក្នុងវីដេអូមុនគឺខ្ញុំបានចែករំលែកអ្នកគ្នារួចហើយបាទគឺទាំងអស់វាមាន10ជំហានហ្នឹងហើយ10ជំហានហ្នឹងវាគឺជាដំណើរការគណនេយ្យសម្រាប់ធ្វើការផលិតឬក៏រៀបចំនៅព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្នឹងហើយបាទអញ្ចឹងទាំងអស់វាមាន10ជំហានហើយបើយើងនិយាយថាតើជំហានណាមួយដែលសំខាន់គឺជំហានទី1និងជំហានទី2ហ្នឹងហើយបើសិនជាយើងអាចឆ្លងផុតជំហានទី1ទៅទី2ទេក៏យើងអាចមានជំហានទី3ឬជំហានទី4បន្តដែរអញ្ចឹងខ្ញុំនឹងបន្តចូលដល់ slide របស់ខ្ញុំវិញអញ្ចឹងសួរថាតើអ្វីទៅជាបញ្ជីគណនេយ្យហ្នឹងជាបញ្ជីគណនេយ្យហ្នឹងវាស្ថិតនៅក្នុងជំហានទី1ទៅជំហានទី2ហ្នឹងហើយអញ្ចឹងខ្ញុំនឹងបង្ហាញជារូបភាពឲ្យអ្នកគ្នាមើលបាទអញ្ចឹងសម្រាប់Journal ហើយនិង Ledger នេះវាជាសៀវភៅបញ្ជីគណនេយ្យបាទដែលក្រុមហ៊ុននឹងប្រើប្រាស់ដើម្បីកត់ត្រាឬក៏គ្រប់គ្រងទៅលើព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននឹងអញ្ចឹងសម្រាប់បញ្ជីគណនេយ្យហ្នឹងវាស្ថិតនៅក្នុងចន្លោះពីជំហានទី1មកជំហានទី2ព្រោះបញ្ជីគណនេយ្យហ្នឹងវាជាដំណើរការនៃការកត់ត្រាប្រវត្តិការហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យយើងពីរហ្នឹង Journal ហើយនិង Ledger ហ្នឹងអញ្ចឹងសំណួរគឺថាតើគេកត់ត្រាប្រវត្តិការក្រុមហ៊ុនហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យហ្នឹងបែបម៉េចអញ្ចឹងសម្រាប់បញ្ជីគណនេយ្យនេះក៏គេមានជាវិធីសាស្ត្ររៀនដល់គ្នាដើម្បីអាចកត់ត្រាប្រវត្តិការហ្នឹងចូលសៀវភៅបញ្ជីគណនេយ្យហ្នឹងឲ្យបានត្រឹមត្រូវដែរបាទអញ្ចឹងវិធីសាស្ត្រហ្នឹងគេឲ្យឈ្មោះថាការចុះបញ្ជីគណនេយ្យទ្វេភាគបាទដែលភាសាអង់គ្លេសហ្នឹងគឺ Double Entry Accounting អញ្ចឹងដើម្បីអាចកត់ត្រាប្រវត្តិការហិរញ្ញវត្ថុចូលទៅក្នុងសៀវភៅបញ្ជីគណនេយ្យនេះឲ្យបានត្រឹមត្រូវតើតែអ្នកគ្នានឹងយល់ដឹងទៅលើការចុះបញ្ជីគណនេយ្យទ្វេភាគអញ្ចឹងសំណួរសួរថាតើការចុះបញ្ជីគណនេយ្យទ្វេភាគហ្នឹងគេចុះបែបម៉េចអញ្ចឹងនៅក្នុងវីដេអូបន្តទៀតហ្នឹងខ្ញុំនឹងមានជាការចែករំលែកបន្តទៀតហើយឲ្យអ្នកគ្នាបានដឹងថាតើការចុះបញ្ជីគណនេយ្យទ្វេភាគហ្នឹងគេចុះបែបម៉េចដើម្បីអាចនាំយកប្រវត្តិការហ្នឹងចូលទៅក្នុងសៀវភៅបញ្ជីគណនេយ្យនឹងឲ្យបានត្រឹមត្រូវនឹងបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកគ្នាអាចជួយ share ចែករំលែកបន្តផងបាទសូមអរគុណ